Vàថ្ងៃនេះដែរមករៀនដាំទុរេន5ដើមហើយដាំនេះក៏ជានៅលើដីស្រែដែរបងប្អូនអត់មានដីចំការភ្នំដីទេគឺវាស្រែសុទ្ធសាធគាត់ថាយើងមានផ្ទះមានអីនៅមួយដែរអញ្ចឹងកូនទុរេននេះគឺយើងទៅបង្រៀនដាក់ដាំហើយយើងក៏អត់មានបទពិសោធន៍ទៅលើដំណាំទុរេនដែរគាត់ថាយើងឃើញបងប្អូនមួយចំនួនគាត់ដាំជាលក្ខណៈគ្រួសារទៅបានផ្លែ1 2អីនឹងហូបគេដែរអញ្ចឹងយើងគាត់ថាយើងសាកដាំជាបទពិសោធន៍តើនៅក្នុងមួយខែវាប្រែប្រួលទៅរបៀបណាហើយក្នុងមួយឆ្នាំវាបានប៉ុណ្ណាឬមួយក៏វាទៅយ៉ាងណាវិញក៏យើងអត់ទាន់ដឹងដែរព្រោះនេះជាការបទពិសោធន៍ណាមួយដីយើងខ្លាចដីយើងវាមិនសូវល្អអាកាសធាតុយើងវាមិនគ្រប់គ្រាន់ទៅលើដំណាំទុរេនក៏យើងអាចថាបានដែរអញ្ចឹងទុរេនទាំងអស់ហ្នឹងវាមាន5ដើមទេបងប្អូនអាមួយនេះវាបាក់ចុងក៏ទិញមកបាក់ចុងឥឡូវនេះវាបែកផ្នែកវាបាក់ចុងទៅវាទៀតជាងគេអាមួយនេះក៏ទិញមកហ្នឹងគឺវាអត់មានស្លឹកទេបងប្អូនយើងយកមកហ្នឹងស្លឹកវានឹងរុះអស់ស្លឹកវានឹងអត់សល់ទេវារុះអស់លីងអានេះស្លឹកថ្មីរបស់វាស្លឹកថ្មីទាំងអស់ដែលមានស្លឹកហ្នឹងគឺសុទ្ធតែស្លឹកថ្មីអានេះបាំងនេះការពារកម្ដៅថ្ងៃបាន10% 15% ដែរនេះនឹងគឺសុទ្ធតែស្លឹកថ្មីបងប្អូនការយកមកថ្មីហ្នឹងគឺអត់មានស្លឹកទេស្លឹកចាស់វារុះអស់លីងអញ្ចឹងយើងយកមកដាក់ផ្សាំនៅក្នុងផ្ទះបានមួយខែតិចតួចអញ្ចឹងវាដុះស្លឹកនេះវិញកាលយើងយកមកអាស្លឹកវាហ្នឹងវាមានបែបនេះទេស្លឹកវាហ្នឹងវាចេញតែប៉ុណ្្នឹងដល់ពេលឥឡូវវាបែកស្លឹកចេះហើយអញ្ចឹងយើងយកដាក់ដាំបានតែបើសិនជាចង់ឲ្យល្អជាងនេះយើងទុកឲ្យស្លឹកហ្នឹងវាចាស់តែយើងវាខ្ជិលដែរយកមកដាក់ដាំឲ្យហើយមកយើងសំខាន់ជាងគេគឺនៅវាស្រែគឺសត្វល្អិតសត្វស៊ីស្លឹកអញ្ចឹងទឹកវាហ្នឹងក៏ខ្ញុំអត់ទាន់ហ៊ានចម្រុកទឹកដែរ2ថ្ងៃ3ថ្ងៃខ្ញុំដាក់ម្ដងបើថាខ្ញុំមកបាញ់វានៅពេលល្ងាចអញ្ចឹងគឺខ្ញុំបាញ់តែស្លឹកទេបាញ់ទឹកណាបាញ់តែស្លឹកវាឲ្យសើមស្លឹកទៅបានណាព្រោះនៅក្នុងដីយើងវាមានជាសំណើមស្រាប់ហើយភ្លៀងមកប្រហែលមេប្រហែលជា 4-5 មេមុនណាតែពេលខ្ញុំដាក់ដាំហ្នឹងគឺមិនមែនដាក់ដាំពេលភ្លៀងទេវារាំងភ្លៀងទៅវិញប្រហែលជាជិត1អាទិត្យដល់ខ្ញុំដាក់ដាំអញ្ចឹងដីនៅក្នុងបនូកហ្នឹងគឺវាមានជាតិសំណើមបានច្រើនដល់ពេលខ្ញុំមកបាញ់ទឹកវាហ្នឹងគឺខ្ញុំបាញ់តែទឹកតាមស្លឹកវាទេឲ្យស្លឹកវាមានសំណើមបាទថ្ងៃនេះក៏ខ្ញុំមានវីដេអូតែប៉ុណ្ណេះទេបើសិនជាបងប្អូនដែលគាត់ចេះដាំទុរេនអីគាត់ជួយខមមិនប្រាប់យោបល់ខ្ញុំខ្លះផងដើម្បីខ្ញុំបានសិក្សាតាមបងប្អូនផងដែរបាទអរគុណ